ចូលរៀបសួរអ្នកគ្រូនិងសួស្តីមកសិក្សានៅសាទាំងអស់គ្នានាងខ្ញុំឈ្មោះមាសមរកតជាសិស្សថ្នាក់ទី6ក1នៃសាលាបាធីអន្តរជាតិទី29សាខាទូបង្រថ្ងៃនេះនាងខ្ញុំមកអានអំណានរឿងអ្នកគ្រូរបស់គុណរឿងអ្នកគ្រូរបស់គុណគុណជាសិស្សសាលាបឋមសិក្សាភូមិបឹងគេជាកូនកំព្រាឪពុកម្ដាយហើយរស់នៅជាមួយម្ដាយមីងគុណជាក្មេងឆ្លាតស្លូតបូតហើយឧស្សាហ៍ព្យាយាមគុណខិតខំរៀនសូត្រហើយធ្វើកិច្ចការដោយហ្មត់ចត់អ្នកគ្រូនិងសិស្សឯទៀតស្រឡាញ់គុណគ្រប់គ្នាអ្នកគ្រូអាណិតគុណណាស់ព្រោះគុណមានជីវភាពក្រីក្រជាងសិស្សឯទៀតអ្នកគ្រូបានដឹងថាគុណចូលចិត្តនឹងប៉ិនប្រសពក្នុងការគូរគំនូរគាត់មានបំណងជួយគុណឲ្យក្លាយជាជាងគំនូរដល់ពូកែម្នាក់ថ្ងៃមួយអ្នកគ្រូបានហៅគុណមកសួរគុណតើឯងចង់ក្លាយជាជាងគំនូរដែរឬទេគុណលើកដៃសំពះអ្នកគ្រូហើយឆ្លើយដោយស្រងត់ស្រងាត់ជំរាបប្រសាសន៍អ្នកគ្រូការងារនេះខ្ញុំចូលចិត្តណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេអ្នកគ្រូញញឹមហើយនិយាយបន្តមិនអីទេបើឯងពេញចិត្តខ្ញុំនឹងទៅនិយាយជាមួយឪពុកមាខ្ញុំឲ្យគាត់ជួយបង្រៀនគាត់ជាជាងគំនូរដ៏ចំណានម្នាក់គាត់ចិត្តល្អណាស់គាត់ធ្លាប់ជួយក្មេងក្រីក្រដូចឯងពីរនាក់រួចមកហើយចំណែកខ្ញុំនឹងជួយផ្នែកសម្ភារៈឯងកុំព្រួយអីគិតតែខំរៀនទៅគុណសំពះអរគុណអ្នកគ្រូប៉ុន្មានថ្ងៃក្រោយមកពេលទំនេរគុណបានឈៀតពេលទៅរៀនគូរគំនូរពូធឿនបានជួយបង្រៀនគុណដោយស្មោះសរមិនយូរប៉ុន្មានគុណអាចគូររូបភាពខ្លះគុណបានជួយគូររូបភាពផ្សេងទុកជាសម្ភារៈសម្រាប់អ្នកគ្រូយកមកបង្រៀនសិស្សរាល់ថ្ងៃមួយពូធឿនបានដឹងអំពីការប្រឡងគំនូរសម្រាប់កុមារនៅក្នុងតំបន់គាត់បានប្រាប់គុណឲ្យគូរដើម្បីយកទៅចូលរួមប្រកួតប្រជែងនឹងគេស្នាដៃរបស់គុណនៅពេលនោះជាប់បានលេខ2ក្រោយមកទៀតមានការប្រឡងម្ដងទៀតលើកទី2នេះគុណទទួលបានលេខ1ព្រមទាំងទទួលបានរង្វាន់យ៉ាងច្រើនគុណសប្បាយចិត្តណាស់គេរត់តែខំប្រឹងថែមមួយកម្រិតទៀតតែគេក៏មិនភ្លេចការរៀនសូត្រដែរ2ឆ្នាំក្រោយមកពូធឿនបានហៅគុណឲ្យទៅជួយគូរគំនូររបស់គាត់សម្រាប់លក់គាត់បានកម្រៃខ្លះដល់គុណគ្រាន់តែបន្តការរៀនសូត្រក្រោយមកទៀតគុណបានចូលរៀនមហាវិទ្យាល័យវិចិត្រសិល្បៈតាមការណែនាំរបស់អ្នកគ្រូនិងពូធឿនគុណអាចរកប្រាក់បានបណ្ដាលហើយក្រោយមកគេក៏ក្លាយជាជាងគំនូរដ៏ល្បីម្នាក់គុណមិនដែលភ្លេចគុណពូធឿននិងអ្នកគ្រូរបស់គេឡើយជាចុងក្រោយនាងខ្ញុំសូមអរគុណអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលបានមើលវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នាជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីគ្លិចគ្លៀងឡើយសូមអរគុណ